រួចរាល់ហើយនៅថ្ងៃបុណ្យឆ្លងដ៏ធំនៅក្នុងទឹកដីវត្តនឹងកោះបាននេះអញ្ចឹងទស្សនវិជ្ជានេះកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញបច្ចុប្បន្នភាពគឺដូចជាអត់ទាន់មានការចូលធ្វើសម្រាប់ជាងទេអញ្ចឹងខ្ញុំសូមបង្ហាញពីចម្ងាយបាទទីតាំងនេះគឺជាទីតាំងតម្កល់ព្រះបាទហើយនេះគឺជាស្ពានឆ្លងបាទស្ពានឆ្លងគឺមានពីរស្ពានឈើមួយហើយស្ពានបេតុងដែរនេះពុកម៉ែបងប្អូនស្ពានបេតុងដែលទើបតែចង់យើងទៅលេងឬក៏មើលទេពុកម៉ែបងប្អូនមិនហើយមកគេធ្វើដេកមកដេកហេវក្តានហ្នឹងមានកាឡាលើខ្នងហ្នឹងគេហៅថាសត្វក្តាន់ពុកម៉ែបងប្អូនគ្នាតែគាត់ថាបើសិនជាមានស្នែងប្រហែលជាញីឈ្មោលបាទស្នែងនេះគឺឈ្មោលហើយអត់ស្នែងប្រហែលជាញីពុកម៉ែបងប្អូនគ្នាអធិស្ឋានផងក៏មកដល់ដែរពុកម៉ែបងប្អូនឥឡូវនេះក្តារក្រាលមកដល់ហើយនៅក្តារក្រាលមកត្រូវការធ្វើការឈូសមកឈូសហើយនឹងចាប់ជ្រីចាប់ជ្រុងដូចជាជាងនៃផ្ទះនិយាយជីដែរពុកម៉ែបងប្អូនគ្នាបាទអូរមុខអានេះប្លែកនេះពុកម៉ែបងប្អូនគ្នាដូចជាមានថែមកពូលឲ្យពីលើមួយទៀតបាទនេះកពូលការឈូសកំពុំឬក៏ជាក្បាច់អីដែរទេបាទជាស្រ័យអញ្ចឹងមិនទាន់ដឹងច្បាស់ទេគ្រាន់តែថាកន្លែងខ្ញុំបានឃើញហើយក៏អត់មានជាងបាទនេះថ្មីអូបងកុំបានងាកក៏លួចថតបាទនេះបងកំពុងតែបន្តការងារជាមួយឈើអូយតែពុកម៉ែបងប្អូនគ្នាចេញការងារថ្មីមែនបាទការងារថ្មីជាមួយនឹងទីតាំងណាបាទទេចឹងអធិស្ឋានពុកម៉ែបងប្អូនគ្នាចឹងការរៀបចំនេះគឺគ្រោងដែកទាំងអស់បាទគ្រោងគឺមានតែដែកហើយនឹងបេតុងបាទហើយចំណែកឯរៀបចំការរួចប្រក់ឬក៏អញ្ចឹងនេះឈើបែបនេះពុកម៉ែបងប្អូនគ្នាអញ្ចឹងទស្សនវិជ្ជារូបរាងគឺដូចគ្នាអត់ជញ្ជាំងទីតាំងផ្ទះរយាជីតែរួចរាល់ហើយទាំងដំបូលគឺប្រក់ស្លឹកបាទដំបូលប្រក់ស្លឹកអញ្ចឹងទស្សនវិជ្ជាគឺដូចគ្នាពុកម៉ែបងប្អូនទស្សនវិជ្ជាដូចគ្នាជាមួយនឹងទីតាំងផ្ទះបាទគោរពជំរាបសួរពុកម៉ែបងប្អូនគ្នាតែតែនិយមគ្រប់គ្រង Channel YouTube របស់ខ្ញុំបាទឥឡូវនេះខ្ញុំនឹងបន្តបច្ចុប្បន្នភាពក្នុងទឹកដីកោះប្រជុំទេពបាទខាងមុខខ្ញុំបាទនេះគឺជាទីតាំងព្រះអង្គធំបាទដែលមើលអត់ឃើញទេដោយសារឥឡូវនេះគឺធម្មជាតិដើមឈើនេះគឺបានល្អមែនទែនបាំងចិត្តឲ្យគៀកបាទគៀកមែនទែនណាបាទទីតាំងព្រះអង្គធំគឺជាទីតាំងដ៏អស្ចារ្យនៅចុងកោះបាទតែខ្ញុំបានតែបង្ហាញជាប្រចាំរាល់ពេលធ្វើបច្ចុប្បន្នភាពនេះដល់ហើយពុកម៉ែបងប្អូនទីតាំងដ៏ស្អាតអស្ចារ្យនេះគឺលេចរូបរាងបាទហើយក៏បានអភិសេករួចរាល់ហើយនៅថ្ងៃបុណ្យឆ្លងដ៏ធំនៅក្នុងទឹកដីវត្តនឹងកោះបាទនេះអញ្ចឹងទស្សនវិជ្ជានេះកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញបច្ចុប្បន្នភាពខាងលើទីតាំងបងធំម្ដងទៀតជូនបងប្អូនគ្នារួចនឹងធ្វើដំណើរទៅស្របជាមួយនឹងអូចំណងកអូហើយនឹងចេញទៅផ្ទះយាយជីតាជីបាទទៅបង្ហាញនៅរោងគោនិងសួនសត្វជូនពុកម៉ែបងប្អូនបាទខាងមុខនៃទីតាំងព្រះអង្គធំគឺមានព្រះអង្គទ្រង់ប្រសូតមួយអង្គដែលបានដាក់តាំងចាប់ពីថ្ងៃបុណ្យវិសាខបូជានៅខាងមុខនេះផ្ទាល់ហើយក៏ស្អាតមែនទែនបាទស្អាតមែនទែនទស្សនវិជ្ជានេះបងប្អូនគ្នាឃើញទេបាទទស្សនវិជ្ជាស្អាតជាមួយនឹងទីតាំងព្រះអង្គធំដែលបានរៀបចំយ៉ាងល្អឥតខ្ចោះតែម្ដងផ្នែកខាងលើបាទដោយមានការរៀបចំជាជួរសម្រាប់ការដាក់នៅបដិមាធំនៅខាងលើទីតាំងព្រះអង្គធំដែលបងប្អូនគ្នាតែងតែហៅថាទីតាំងព្រះអង្គធំព្រះអង្គមាសឬក៏ព្រះសីហនុត្រីបាទអញ្ចឹងនេះគឺជាកន្លែងដែលបងប្អូនគ្នាតែងតែមកដល់មកឲ្យចង់ឃើញនៅទីតាំងនេះផ្ទាល់ហើយក៏ខ្ញុំបញ្ជាក់អំពីទីតាំងនៃបង្កាន់ដៃដែរបង្កាន់ដៃនេះគឺមានការរៀបចំផ្លាស់ប្ដូរថ្មីបន្ថែមនៅកំពូលខាងលើចឹងការរៀបចំគឺនៅខាងក្នុងទឹកដីកោះនៅជាប់ជាមួយនឹងផ្ទះលោកតាជីឯណោះគឺបានរៀបចំចាក់ក្បាច់ថ្មីដើម្បីធ្វើការផ្លាស់ប្ដូរក្បាច់ខាងលើនេះពុកម៉ែបងប្អូនចឹងបន្តិចទៀតខ្ញុំនឹងធ្វើដំណើរទៅបង្ហាញនៅក្បាច់ថ្មីដែលរៀបចំបិទនឹងវាយនៅទីតាំងចុងកោះឯណោះពុកម៉ែបងប្អូនគ្នាបាទទីតាំងចុងកោះនៅជាប់ជាមួយនឹងផ្ទះលោកតាជីនេះដែលឃើញថាគ្រូដំបូលបាទគ្រូដំបូលបានច្រើនហើយនេះពីចម្ងាយទេបាទឥឡូវចង់មកបង្ហាញខាងនេះបន្តិចព្រោះដោយសារតែខាងនេះគឺមានសំណង់បាទជាមួយនឹងទីតាំងតម្កល់ព្រះបាទហើយនឹងស្ពានឥន្ទ្រនូបាទនេះ
Ồ, chẳng dương khơi tha tất tập hiệp ấy cứ điều chỉ còn mình cả châu thua sầm lại riêng thì chẳng nhom sau một hai vì chúng ngài bà titan ấy cứ chia titan ở tầm co về bàn hayอันนี้คือจีสเปียนฉลองว่าสเปียนฉลองก็มีปีสเปียนเชอมุ้ยสเปียนไปต้องได้นี่คือหมายความว่าสเปียนไปต้องได้แต่แบบทั่วทำไมคือจีสเปียนอันเดอร์ดูฉลองก็ทำกอบแบบบ้านแต่บ้านจะจอมอย่างสะอาดมอมตามดองนี่คือหมายความว่าคือทั้งแต่เพียบคือทางกรอยในจอมก้อนนี่คือสะอาดเหมือนกัน và chỉ môi nâng tập bèn khla tram đây vì muốn của mày bọn thì cái lạiនេះគឺជាកន្លែងខ្លាត្រាំខ្លួនត្រាំទឹកត្រាំអីនៅកន្លែងនេះហើយជាកន្លែងប្រវត្តិសាស្ត្រដែលចាស់ចាស់បុរាណដែលនៅសល់លោកតាចាស់ចាស់និងព្រះអង្គគ្រូក៏បានបញ្ជាក់ហើយគឺtập bènខ្លាត្រាំគឺកន្លែងនេះហើយឥឡូវមានការកែប្រែប្រហែលbọn thìកាយបន្ថែមដើម្បីធ្វើឲ្យបានទឹកឲ្យបានច្រើននិងទុកស្រោចស្រពផងទុកប្រើប្រាស់នៅក្នុងទឹកដីវត្តផងបាទ ចឹងហើយទស្សនភាពបាទទស្សនភាពនៅតាមដងផ្លូវជាមួយនឹងធម្មជាតិដើមផ្កាដែលបានតាំងលម្អហើយក៏មានការរៀបចំបាទស្រោចជីថែទាំជាប្រចាំគឺស្រស់ស្អាតបាទស្រស់ស្អាតមែនទែនសូម្បីតែស្មៅក៏ធ្វើការកាត់ជាប្រចាំហើយនៅដើមឈើទាំងអស់នេះគឺមានការដាក់ជីជាប្រចាំដូចគ្នាចឹងការថែទាំហើយកន្លែងឃើញការដាំបន្ថែមមកជួរខាងស្នាមដៃនេះពុកម៉ែបងប្អូនថែមមកជួរស្នាមដៃនោះមានទាំងពីដើម បីដើមស្រល់ដើមស្ងាវឬក៏ដើមផ្កាប្រភេទផ្សេងតែអត់ស្គាល់ច្បាស់ទេបងប្អូនប្រភេទហើយចំណែកខាងនេះគឺស្អាតហើយបាទដុះដូចជាធម្មជាតិចឹងចម្រុះបាទចម្រុះតែម្ដងមានដើមពោធិ៍ដើមបក្សីដើមកង្កោកដើមលៀបបាទវាជាប់គ្នានឹងបងប្អូនទេនេះណាហើយនឹងមានផ្កានៅខាងក្រោមទៀតនេះមកដល់ភេល្មមបាទមកដល់ភេទៀតដែរមិញនេះឃើញអូនេះដេកដេក để cho mình đi scope đây để cái rồi trong dương tà liên chứ mưa thì mình phải bỏ cái mày ơi ừ. Ừ. và cái thứ đây mình đi theo rồi dạ ui ui yeah. Ừ. mình đi nó là lâu còn đang ban cùng khan cái đi mà phật thì ti tăng sạt thế là kiện của nó là ti tăng này để cùng máy bọn kia tiền lục ta trí và khi ra tập hiệp này ca nghĩaคือsânแต่รุ่ยรัวแล้วสำหรับกรุงกับโบกรุงจินเจียงhay làการរៀបចំបាទក្តារមេក្រាវខាងក្រោមនេះឥឡូវនេះខ្ញុំនៅពីចំហៀងនៅពីចម្ងាយពីខាងពីទីតាំងនេសាទភេណាក្រុមប្រសាំងទឹកបាទទីខ្ញុំធ្វើដំណើរចូលទៅខាងក្នុងបង្ហាញពាក្យជូនពុកម៉ែបងប្អូនបាទនេះសាលាវិបស្សនាពុកម៉ែបងប្អូនឥឡូវនេះគឺចាប់ដើមរើទាឬនំឬខាងលើចង់អស់ហើយមើលមកបាទចង់អស់ហើយជាស្រ័យពុកម៉ែបងប្អូនហើយបន្ទាប់ពីការរើអស់ហ្នឹងគឺដល់វគ្គបាទដំបូលគ្រូដំបូលដែកពេញហើយបាទនេះគឺជាអ្វីដែលកងោកកងោកមិនស្អាតហើយកងោកឈ្មោលឥឡូវនឹងកំពុងតែដើរគៀងស្អាតហើយបងប្អូនគ្នាបាទនេះបងប្អូនគ្នាអញ្ចឹងខាងក្រោយឃើញថារើអស់ហើយមើលទៅឡើងស្រឡះចាស់តម្ដងជាមួយនឹងគ្រោងដំបូលគឺគ្រោងរួចរាល់ហើយនៅតែដល់វគ្គដែកអញ្ចឹងឥឡូវរងចាំមើលនៅពេលដែលដល់វគ្គការងារដែកខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាបន្តឥឡូវងាកមកខាងសួនសត្វបន្តិចបងប្អូនគ្នាខាងសួនសត្វនៅខាងក្រោយខាងសួនសត្វនៅខាងក្រោយខាងនេះគឺបានពុះទី2បាទទៅបានបែងចែកក្តាន់មួយចំហៀងបាទទន្សាយមួយចំហៀងបាទឲ្យចូលគ្នាទៀតទេឥឡូវនេះនៅខាងមុខខ្ញុំបាទនេះក្តាន់នេះនឹងឆ្លុះនេះបងប្អូនបាទនេះបាទកំពុងតែស៊ីចំណីនឹងមានដើមពោតហើយនឹងដើមស្មៅបាទហើយនេះឆ្លុះបាទឆ្លុះកំពុងតែមើលបាទរៀបចំចង់វាកំពុងស៊ីស្មៅដែលយើងឃើញយើងដើរមកវាមើលប្រហែលបងប្អូនគ្នាទស្សនភាពនឹងទស្សនភាពអូយនេះទៀតដើរមក
và cái đàn sạt cái đàn nó miền cả là lư khăn đó nó cái hạt sạt cái đàn của ngoài bọn nó kiaแต่คนtaบสันจะมีสไนป์ไปให้จีนีชโมลมาสไนป์นี่คือชโมลให้อัดสไนป์ไปให้จีนีผมหมายปอนคือจีสไนป์พ้องบสันจะคอสกองอย่างนั้นก็ส่งกันไปไปตัวแต่แล้วนึกกับพงแต่บาริจอมซีเหนือคลาสเด็กคลาสซีจังตื่นแล้วบัตรต่อหนึ่งหน้าเตอร์ขังขนมบัตรต่อผมหมายปอนคือคือมันถูกหนึ่งหน้าโจรขังขนมบัตรต่อบางฮันเนอฝ่ายจังหวัดเพียบในการเงินในขังขนมในเดี๋ยวลูกตาจีหนึ่งคือจีvà ô ngoài bọn khỉ là cái đá cứ vô một đo ra xong một đo này đôi chỉ lươn chỉ muốn và cái đá này có một đo này của ngoài còn là nó cái đá một đo thấy từ một cái đá mỗi từ cái thôi cái chu mà chu rồi đừng chập tri chập chung đôi chỉ chiang này tiền dây chi đấy là của ngoài bọn khỉ và ôi nó bọn khỉ càng nghe được càng nông tràn chỉ muốn càng nghe chớ tầm bớt coi có phong đặt thôi hai này là khi em lời càng cao và cho tôi càng không bằng hai chung ngoài bọn đặc biệt và tại mấy những lịch rạp thà miền càng nghe các bạch thâm mấy này của ngoài bọn đặc biệt bạch thâm mấy đây là phong thể chạm phôm nó cứ bạch là do tôi đã được hàng tì tăng mình bóng thông hay bằng càng đâyแต่là nó cứ mình toàn số cả nhiều và to đi có bật số hợp thì vừa sao để chạm không có của cả bật bật buồn trong ở chụp kia là bây đôi đôiรูปเพียบหนึ่งจังเลยประมาณพอดีมันก็มีรูปปวดร้องคือบุญจงได้มันก็บัดในจุ่มวิญนี่คือจะไว้ได้ที่ก็บัดทำไมได้บ้านđang ởที่จอมในด่านมันเลือกเหมือนกันได้ทำไมในที่ต่างบ่อทมมาเราหมกขันในพลายนี่ประมาณพอดีโดยจุ่มวิญไทยมันก็ปูเลยเป็นเลือกแบบโมเดสมาในกระปูกาชุกกับปุ่มหรือก่อจีกระบาดใจได้ที่và chia sẻจึงเหมือนตอนดังสมาธิก่อนถ้าก็เลยคือมาคืนhay có âm miền chiên âm miền chiên đây trong nhà còn là tha một đó cưới một hai cái thịt này tôi mà còn được nhiều và hay có chụp càng nghe đấyคือcàng không đông nó chỉ mua được bong bong chiên chơi bong chiên spin nâng chiên sải cuốnคืออะไรกับพงแต่ชุบchơi và to càng nghe còn càng không đông thì đấy từng miền càng ngheทำไมมาทางkia đó bạn và này mày ô bong cũng ăn nghĩa còn nuôi thọt và này bongกระพงการต่อการเงินจะมือชื่อโอ้ยในวงไม้บอลนักเรียนจังการเงินทำไมแมนvàการเงินทำไมจะมวยนึงที่จังจ้าคือการรีบจอมเกี่ยวกันถึงได้อะไรนี้ทำไมจะไทยว่าทำไมจะไทยจะมวยในแกนใหญ่จีจังทำไมเราโหดงานตรงทำไมเราโหดให้การมีการรีบจอมที่แรกกันนะว่าชื่อที่ชื่อโดดดาวเปียบายไหนงานคนที่จังการรีบจอมจะคือการแข่งขันคือchia bảy sò hai đôi chia sò nó chơi thiệt mà sò chơi đôi để tiền thì đấy mà còn thì sẽ bài bài khôngมีการรีบจอมอีกครั้งbài cho mộtปีครั้งเลยจากขนาดก็รีบจอมขนาดวัดแรงหายแล้วนี่คือดาวเวียvàดาวเวียชุบchơiกัดขนาดกับกัดขนาดทำไรทำรองให้và nàyบองคงชุบขนาดchơi như thế này cũng phải chơi lấy ní từ cái phần này sân chiêm một hai nơi trong con một plate sấn chạm một vinh chụp quạt ở đây trong một hai là phần trong ở một mai một khi bán khơi và này kỵ hái và đây chẳng ở ní cứ chuyện đây tầm mấy thường mình là bố nơi thì ta cái tiền để đầu ta chỉ khẳng trong cỏ này và ô từng ngày này mà chạy thảo miền chiên châu khơi châu thua thì vùng mai một cái là đi mình khơi ta tia kêu tia thế và tai chi ngọt miền trong hai chỉ còn sầm rạ đây có và trâu bằng hai thì tăng thì chẳng là chia sẻ ngoài bọn thì chúng ta đi trong đấyคือกรุงได้chẳng và kêuคือmiền tâyได้cho nên phải tông và chấm này ai đi trong cả rõ rồi còn chén như chơi bài mình của mai bọn thì chẳng tự tập hiệp rụp riêng cứ đôi khi và chén chơi bài này để vay trònเลยคนี้สรอบคืออ่อนจังvà hay còn miền cá chập trì này của mai bọn kia chập trì bầy snow tại đi và đôi kia chỉ môi này là tè và tè là dây chi đây còn tại tè là ta chí cứ chia
ខ្លីជាងបាទខ្លីជាងអត់វែងដូចផ្ទះលោកយាយជីផ្ទះលោកយាយគឺវែងណាស់បាទផ្ទះលោកយាយវែងផ្ទះលោកតាខ្លីហើយទស្សនវិជ្ជាគឺមួយយ៉ាងផ្លែកម្យ៉ាងគឺដោយសារតែមានរៀនហាលប្រជុំបងប្អូនបាទរៀនហាលបាទនេះឥឡូវអធិស្ឋានច្អល់បន្តិចណាបើដោយសារតែអត់ច្អល់អត់ដឹងតែអធិស្ឋានរៀនហាលពីខាងមុខមកជុំរហូតមកដល់ខាងក្រោយនេះបងប្អូននេះដល់ធ្វើដំណើរដល់ខាងក្រោយតែម្ដងបាទនេះគឺជាអ្វីដែលថ្មីជាមួយនឹងផ្ទះលោកតាជីហើយយើងឃើញថាទស្សនវិជ្ជាទឹកបាននៅឯចុងកោះនេះឥឡូវគឺចាប់ដើមហូរហើយបងប្អូនគ្នាគឺចាប់ដើមហូរតែម្ដងហើយហើយចង់ដឹងថាហូរមហូរបងប្អូនឃើញនេះស្លឹកឈើនេះឃើញទេឥឡូវកាមេរ៉ាខ្ញុំនៅនឹងឯងតែប៉ុន្តែស្លឹកឈើហូរទៅខាងមុខអញ្ចឹងបានន័យថាទឹកចាប់ដើមមានបាទអូបាទត្រីតែបាត់ហើយបាទអញ្ចឹងមានទឹកមានត្រីហើយនៅក្នុងនេះត្រីមានច្រើនស្រាប់ផងបងប្អូនគ្នាជាមួយនឹងអឺនៅក្នុងកោះមុនខ្ញុំបានបង្ហាញជូនបងប្អូនគ្នាត្រីធំធំណាប៉ុន្តែចង់មកផ្លូវបាទនេះគឺជាអ្វីដែលថ្មីហើយចង់បង្ហាញជូនបងប្អូនគ្នាខាងក្រោយនេះទស្សនវិជ្ជាធម្មជាតិបាទដើមឈើនេះគឺបានដាំថ្មីទេប៉ុន្តែមានការដុះធម្មជាតិខ្លះនិងដើមថ្មីខ្លះមានទាំងដើមបាទរាំងបសោតមានដើមកងោកដើមអូប្រភេទច្រើនដើមធ្នង់ដើមកកោះដើមបេងអញ្ចឹងទៅបាទតាមការដាំហើយមានចម្រុះហើយជាមួយនៅខាងនេះគឺជាខាងក្រោយនៃទីតាំងផ្ទះលោកយាយជីតែរួចរាល់ហើយទាំងដំបូលគឺប្រក់ស្លឹកបាទដំបូលប្រក់ស្លឹកអញ្ចឹងទស្សនវិជ្ជាគឺដូចគ្នាបងប្អូនទស្សនវិជ្ជាដូចគ្នាជាមួយនឹងទីតាំងផ្ទះលោកយាយជីនិងផ្ទះលោកតាជីទាំងការគ្រងការដំបូលគ្រងធ្នឹមគ្រងជញ្ជាំងគឺដូចគ្នាទាំងអស់បាទអញ្ចឹងខ្ញុំអធិស្ឋានហើយខន្តីអភ័យទោសផងបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមិនសមរម្យបាទអញ្ចឹងក៏ជាចុងក្រោយសូមបញ្ចប់ត្រឹមប៉ុណ្ណេះសិនតែមុននឹងបញ្ចប់ជូនពរពុកម៉ែបងប្អូនទាំងគ្នាជួបតែសេចក្តីសុខប្រកបរបរទទួលទានមានបានហើយធ្វើដំណើរទីជិតឆ្ងាយនេះសូមសុខសុវត្ថិភាពចឹងអរគុណច្រើនខ្ញុំបាទសូមជម្រាបលា